នៅសប្តាហ៍នេះប្រហែលជាពុកម៉ែអ្នកគ្នាអាចនឹងឃើញព័ត៌មានជាច្រើននៅតាមបណ្ដាញសង្គម Facebook ឬក៏នៅតាមបណ្ដាញសង្គមផ្សេងៗអញ្ចឹងពេលខ្លះយើងអាននៅ text ឬក៏ message ឬក៏សាររបស់ណាម្នាក់តាមstatus របស់គេតាម Facebook ឬក៏អ្វីមួយដែលគេបានផុសហ្នឹងគឺពេលខ្លះយើងអាចនឹងយល់ខុសពីអ្វីដែលគេចង់មានគំនិតហ្នឹងអញ្ចឹងតើយើងដែលធ្លាប់មានគំនិតហ្នឹងអត់ហើយដល់ពេលឧទាហរណ៍ថាយើងខ្លួនឯងដូចគ្នាតើពេលដែលយើងសរសេរឬក៏ផុស status ឬក៏ផុសសារមួយនៅលើបណ្ដាញសង្គម Facebook យើងប្រកាសឲ្យថាមានអ្នកខ្លះគេអាចនឹងយល់ខុសពីអ្វីដែលយើងសរសេរនឹងចឹងទៅអញ្ចឹងដល់ពេលតែគេយល់ខុសយើងខ្លាចទៅជាជននៃក្បត់អញ្ចឹងនៅថ្ងៃនេះយើងនឹងទៅសិក្សាទាក់ទងទៅនឹងលោកពលគាត់នៅក្នុងទីក្រុងកូរិនថូសថាគាត់ខ្លាចទៅជាមនុស្សបែបណាអញ្ចឹងនៅថ្ងៃនេះខ្ញុំបានទាំងពីរអ្នកសូមគ្រប់ជម្រាបសួរដល់លោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនហើយនិងក្រុមជំនុំរបស់ព្រះថ្ងៃនេះខ្ញុំបាទព្រមសាយហើយខ្ញុំបាទ Channel Madox ហើយទីនេះផងដែរពួកយើងនឹងទៅបន្តមេរៀនរបស់យើងគឺនៅក្នុងមេរៀនទី9ដែលមានចំណងជើងថាការបម្រើដោយសេចក្តីស្រឡាញ់អញ្ចឹងយើងចង់ដឹងថាតើមេរៀននៅសប្តាហ៍នេះមានអត្ថន័យយ៉ាងណាសូមស្រុំចិត្តដើម្បីទៅឋានជាមួយនឹងពួកយើងជាមុនសិនបាទសូមទ្រជ្រាបទៅឋានអរព្រះវរបិតាដែលគង់នៅនគរឋានសួគ៌ថ្ងៃនេះកូនបានអរគុណទ្រង់ដែលទ្រង់បានផ្ដល់ពេលវេលាដើម្បីឲ្យកូនទាំងពីរមកពិភាក្សាពីព្រះអង្គបិតាសូមទ្រង់គង់ជាមួយសូមទ្រង់ផ្ដល់ជំនួយដើម្បីឲ្យកូនទាំងពីរអាចពិភាក្សាត្រូវតាមផាតីព្រះអង្គក៏សូមឲ្យសារនេះបានទៅដល់អ្នកដែលនឹងស្ដាប់ផងដែរបិតាកូនអរគុណទ្រង់ក៏សូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទខចងចាំរបស់យើងសម្រាប់សប្តាហ៍នេះគឺយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី2ចំពុក2ខ4តែបើខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាដោយខ្ញុំមានចិត្តលំបាកហើយថប់ព្រួយព្រមទាំងស្រក់ទឹកភ្នែកជាច្រើនមិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេគឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្តីស្រឡាញ់ដែលខ្ញុំមានជាបរិបូរណ៍ដល់អ្នករាល់គ្នាប៉ុណ្ណោះឯងឥឡូវយើងទាំងអស់គ្នាមកកលេចមើលឧទាហរណ៍មួយសិនឧទាហរណ៍ថាយើងទាំងអស់គ្នាអត់ដែលធ្លាប់កើតជំងឺគ្រុនឈាមទេហើយបើយើងនិយាយទៅដូចសប្តាហ៍ថ្ងៃគឺចាប់ពីឲ្យតែខែភ្លៀងដឹងថាមានកូនក្មេងវ័យចំណាស់វ័យជំទង់ហ្នឹងគឺគុនឈាមប្រហែលជាអាចជួបច្រើននៅរដូវភ្លៀងហ្នឹងអញ្ចឹងយើងទាំងអស់គ្នាយើងអត់ដឹងទេថាយើងនឹងជាកាត់គុនឈាមយើងអត់ដឹងថាការៈវាកាត់គុនឈាមមិនទេប៉ុន្តែតើយើងទៅរកអ្នកដែលអត់គាត់ដែលធ្លាប់កើតជំងឺឈាមពីមុនមកឬក៏យើងនឹងទៅស្វែងរកអ្នកដែលគាត់ធ្លាប់កើតជំងឺឈាមមកដើម្បីជួយប្រាប់អាការៈថាតើគាត់មានអាការៈបែបនេះគឺបង្ហាញថាខ្លួនអីចឹងទៅអញ្ចឹងប្រកាសណាស់ប្រហែលជាយើងអ្នកគ្នាអាចនឹងទៅរកអ្នកដែលធ្លាប់មានជំងឺឈាមពីមុនមកហើយអញ្ចឹងដើម្បីគាត់អាចប្រាប់ថាជំងឺឈាមវាមានអាការៈក្តៅខ្លួនក្អួតចង្អោរគ្រុនញើញាក់អីចឹងទៅអញ្ចឹងវាក្តៅខ្លួនខ្លាំងក្តៅឈប់ចឹងទៅអញ្ចឹងពេលដែលគាត់ប្រាប់មកយើងគិតថាអញ្ចឹងខ្ញុំអាចគាត់ជំងឺឈាមហើយអញ្ចឹងយើងអាចធ្វើមិនបាត់គាត់អាចនឹងផ្ដល់ដូចជាមតិយោបល់ឬក៏គំនិតដើម្បីឲ្យយើងអាចជួយថាកុំឲ្យយើងភ័យកុំឲ្យយើងស្រន់ស្លោអីយើងក៏អាចទៅពិនិត្យទៅពេទ្យឬក៏អាចឲ្យជូតទឹកក្តៅត្រជាក់ផឹកទឹកឲ្យបានច្រើនងូតទឹកឲ្យបានច្រើនអីចឹងទៅបាទអាហ្នឹងគឺជារឿងមួយដែលយើងទាំងអស់គ្នាអាចនឹងត្រៀមឲ្យធ្វើយើងមានទឹកចិត្តដើម្បីនឹងថាអូខេពេលដែលខ្ញុំមានអាការៈបែបហ្នឹងខ្ញុំអាចត្រៀមចិត្តរួចរាល់ទៅហើយអញ្ចឹងយើងឃើញថានៅក្នុងរឿងរបស់លោកពលដែលគាត់នៅក្នុងទីកូរិនថូសនេះគឺយើងឃើញថានៅពេលដែលលោកពលគាត់មានជួបទុក្ខលំបាកគឺថាគាត់ពេលដែលគាត់ធ្វើការយើងដឹងហើយអ្នកធ្វើការជាមួយបម្រើព្រះគឺតែងតែមានសេចក្តីបៀតបៀនមានទុក្ខលំបាកតាក់ទងទៅនឹងដល់ពេលយើងផ្សាយដំណឹងល្អទៅគេបដិសេធដូចជាបើយើងផ្សាយថាព្រះគ្រីស្ទគឺជាព្រះដែលទ្រង់រស់ឡើងវិញពីសគត់មែនគេអាចនឹងថាមិនដែលមានព្រះណាមកទេឬក៏គេអាចនិយាយថាមិនដែលព្រះមានព្រះណាមកដើម្បីនឹងសង្គ្រោះបាបយើងអីចឹងទៅអាហ្នឹងគឺជារឿងមួយដែលលោកពលគាត់បានជួបទុក្ខលំបាកទាំងឡាយដែលគាត់ជួបនោះគឺគាត់យករឿងទាំងអស់ហ្នឹងដើម្បីជាបទពិសោធន៍ដើម្បីប្រាប់ដល់ពួកបងប្អូនដើម្បីគាត់ជាការលើកចិត្តដល់ពួកគាត់ទាំងអស់ហ្នឹងផងដែរយើងឃើញថាគឺមនុស្សគ្រប់គ្នាគាត់ស្វែងរកការខ្សាន្តចិត្តនៅពេលដែលគាត់ជួបជាមួយនឹងទុក្ខវេទនាឬក៏ជំងឺហើយយើងឃើញនៅក្នុងព្រះគម្ពីរព្រះទ្រង់ក៏ជាព្រះអង្គមួយអង្គដែលពោពេញទៅដោយសេចក្តីមេត្តាករុណាហើយការកំសាន្តចិត្តគ្រប់ជំពូកដូចយើងឃើញនៅក្នុងព្រះគម្ពីរកូរិនថូសទី2ចំពុក1ខ3ហើយនិងខ4សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាគឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណាជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូកដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់ទាំងសេចក្តីវេទនាប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរគឺដោយសារសេចក្តីខ្សាន្តនោះឯងដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ
ដោយសារខនេះយើងឃើញថាមនុស្សគ្រប់គ្នាគួរតែខំស្វែងរកព្រះដើម្បីទទួលបានការខ្សាន្តចិត្តដោយសារហេតុអ្វីដោយសារព្រះយេស៊ូវទ្រង់បានមកសគត់នៅផែនដីទ្រង់បានជួបទុក្ខនឹងគ្រប់ទុក្ខកាលបាកដែលយើងបានជួបផងដែរហើយព្រះយេស៊ូវទ្រង់ក៏ជាព្រះដែលជួយខ្សាន្តយើងហើយខ្សាន្តចិត្តយើងគ្រប់ជំពូកប៉ុន្តែនៅក្នុងខនេះក៏យើងឃើញចំណុចសំខាន់មួយដែរគឺយើងក៏ត្រូវតែចេះកំសាន្តចិត្តអ្នកដទៃដូចគ្នាផងដែរដូច្នេះយើងឃើញនៅក្នុងជីវិតសប្តាហ៍ថ្ងៃនេះដែលពោពេញទៅដោយអំពើបាបហើយនឹងការជប់ទុក្ខលំបាកដែលយើងឃើញជាប្រចាំថ្ងៃព្រះទ្រង់ចង់ប្រើយើងជាឧបករណ៍របស់ទ្រង់ក្នុងការនាំនៅសេចក្តីកំសាន្តចិត្តរបស់ទ្រង់ទៅកាន់អ្នកដទៃដូច្នេះហើយបានយើងឃើញថាព្រះវិហាររបស់យើងគឺជាព្រះវិហារមួយដែលសកម្មក្នុងការជួយលើកទឹកចិត្តដល់អ្នកដទៃជួយដល់មនុស្សដែលកំពុងតែជួបការលំបាកដូច្នេះនៅពេលដែលព្រះយេស៊ូវទ្រង់បានព្យាបាលអ្នកនោះអ្នកក៏ត្រូវតែទៅព្យាបាលដល់អ្នកដទៃផងដែរចុះអ្នកវិញបើសិនជាអ្នកដើរតាមផ្លូវហើយឃើញអ្នកណាម្នាក់កំពុងតែជួបទុក្ខការលំបាកឬក៏ដូចឧទាហរណ៍ថាអ្នកណាដែលកំពុងតែមានចោលប្លន់តើអ្នកនឹងនៅបន្តដើរទៅមុខទៀតតែមិនខ្វល់ខ្វាយឬក៏យ៉ាងណាការកំសាន្តចិត្តដល់នរណាម្នាក់វាជារឿងដ៏ល្អប្រសើរហើយការកំសាន្តចិត្តនោះគឺវាត្រូវការឲ្យយើងទាំងគ្នាមានមូលដ្ឋានគ្រឹះគឺសេចក្តីពិតហើយនឹងភាពស្មោះត្រង់ឥឡូវយើងសាកស្រមៃមកបើសិនជាយើងទាំងអស់គ្នាទៅទិញទូរស័ព្ទដៃនៅហាងទំនើបមួយឬក៏នៅផ្សារណាមួយដែលយើងគិតថាយើងទុកចិត្តមែនទែនយើងស្លៀកពាក់ស្អាតបានយើងតនុយយើងយកមានលុយមានអីគ្រប់គ្រាន់ទៅអញ្ចឹងឬក៏យើងអាចទៅទិញម៉ូតូមកទឹកអីចឹងទៅអញ្ចឹងយើងអត់ដឹងថាតើម្ចាស់ហាងទូរស័ព្ទឬក៏ម៉ូតូមកទឹកហ្នឹងគេគិតតម្លៃលុយឲ្យយើងហ្នឹងគិតនឹងតម្លៃត្រូវទេឬក៏គេព្យាយាមបកប្រាស់យើងអត់ដឹងទេអញ្ចឹងមនុស្សនៅក្នុងទីក្រុងកូរិនថូនេះគឺគេគិតទៅលើលោកពលចឹងគេគិតទៅលើលោកពលថាតើលោកពលគាត់មកទីក្រុងកូរិនថូនេះតើគាត់នឹងមកបែបលក្ខណៈថាម៉េចបែបលក្ខណៈថាតើមកចង់បកប្រាស់ពួកគាត់ឬក៏មកនាំយកសេចក្តីអ្វីផ្សេងមកឲ្យពួកគាត់ជឿទៅចឹងអញ្ចឹងគឺមនុស្សគឺគេវាតម្លៃទៅលោកពលអញ្ចឹងប៉ុន្តែនៅក្នុងទីក្រុងនេះផងដែរគឺលោកពលគាត់មិនបានបង្ហាញអំពីអ្វីមួយច្រើនទេគាត់គ្រាន់តែតបតជាមួយនឹងមនុស្សនៅក្នុងទីក្រុងគ្រាន់តែថាគាត់គឺប្រៀបដូចទៅជាសភៅដែលកំពុងតែបើកអញ្ចឹងបើកចំហអញ្ចឹងប្រៀបដូចជាទ្វារដែលកំពុងបើកចំហថារាល់សេចក្តីទុក្ខលំបាករាល់សំណួររាល់អ្វីគ្រប់យ៉ាងគឺលោកពលគាត់បានបើកចំហទទួលយកការពិតទាំងអស់មិនថាទាំងពាក្យមតិប្រចាញ់ប្រចាមតិរីកូនយ៉ាងណាក៏ដោយក៏លោកពលគាត់ប្រៀបដូចជាមនុស្សម្នាក់ដែលថាចំហមនុស្សគ្រប់គ្នាអាចរៀនពីគាត់បានអាចផ្ដល់នូវក្តីស្រឡាញ់របស់ព្រះទៅកាន់អ្នកដទៃបានអញ្ចឹងនេះគឺជាអ្វីដែលលោកពលគាត់បានបង្ហាញទាក់ទងទៅនឹងអ្នកបម្រើព្រះដោយក្តីស្រឡាញ់គឺត្រូវការធ្វើខ្លួនឲ្យដូចជាសភៅដែលកំពុងតែបើកនឹងអញ្ចឹងក្នុងនាមជាសវណ្ណAdventistគោលការណ៍របស់យើងគឺការចែកចាយសារនៃទេវតាទាំង3ទៅកាន់ពិភពលោកសារនេះបង្ហាញអំពីព្រះសារនេះបង្ហាញអំពីអត្តចរិតរបស់ព្រះសម្រាប់មនុស្សលោកក៏ប៉ុន្តែបើសិនជាអត្តចរិតរបស់យើងមិនបានស្អាតស្អំមិនបានត្រឹមត្រូវទៅតាមសារនោះមនុស្សលោកគេនឹងថាយើងគឺជាជនបោកប្រាស់ដូចសាយក៏ថាអញ្ចឹងយើងនឹងខ្លាយទៅជាអ្នកលក់ទូរស័ព្ទឬក៏ម៉ូតូដែលឲ្យតម្លៃដែលខុសពីតម្លៃទីផ្សារអ្វីដែលយើងត្រូវធ្វើគឺត្រូវតែស្អាតស្អំគឺត្រូវតែត្រឹមត្រូវគ្រប់ជំពូកទៅតាមព្រះគម្ពីរអ្វីដែលយើងធ្វើគឺត្រូវតែដើរត្រឹមត្រូវជាមួយនឹងព្រះបើសិនជាយើងមិនអាចធ្វើអញ្ចឹងបានទេការចែកចាយសាររបស់យើងគឺនឹងគ្មានប្រយោជន៍ហើយថែមទាំងនាំឲ្យកាន់តែពិបាកដល់អ្នកដែលនឹងស្ដាប់ហើយនឹងពិបាកសម្រាប់អ្នកចំនួនក្រោយក្នុងការនាំសារនោះទៅទៀតផងដូចបងបានលើកខាងលើអញ្ចឹងក្នុងយើងជាSeventh Adventistយើងត្រូវការនាំដំណឹងល្អអញ្ចឹងខ្ញុំធ្លាប់មានបទពិសោធន៍នៅពេលដែលយើងទាំងអស់គ្នាដើរចែកខិត្តប័ណ្ណឬក៏ដើរអញ្ជើញសម្បត្តិនៅពេលដែលយើងចង់ធ្វើកម្មវិធីផ្សាយនឹងល្អទៅកាន់មនុស្សនៅជុំវិញសហគមន៍របស់យើងគឺពេលដែលយើងទៅផ្សព្វផ្សាយឬក៏ពេលដែលយើងចោះសួរស្ទុះពួកគាត់មើលមួយយើងគឺស្តៀងនឹងមនុស្សនៅក្នុងកូរិនថូសមើលមួយយើងអញ្ចឹងពេលខ្លះក្នុងគំនិតរបស់គាត់អាចនឹងយល់ថាយើងទៅដើម្បីនាំសាសនាដទៃដើម្បីទៅបោកប្រាស់ពួកគាត់ហើយគាត់អាចនឹងមើលងាយទៅទៅនឹងដំណឹងរបស់យើងដូចជាពេលខ្លះយើងអាចនិយាយថាជឿព្រះយេស៊ូវទៅព្រះយេស៊ូវនឹងលុបបាបយើងជឿព្រះយេស៊ូវទៅព្រះយេស៊ូវប្រោះព្រះយេស៊ូវសគត់ហើយរស់ឡើងវិញហើយជឿព្រះយេស៊ូវទៅព្រះយេស៊ូវ
ជាអ្នកបង្កបង្កើតផ្ទៃមាននឹងផែនដីអញ្ចឹងយើងពេលដែលយើងនាំដំណឹងល្អទាំងអស់នោះទៅកាន់ពួកគាត់គឺពួកគាត់អាចនឹងមានគំនិតនៅក្នុងគំនិតថាពួកនឹងបោកពួកនឹងបញ្ឆោតពួកនឹងនាំសាសនាតីអញ្ចឹងអត់ជឿអីចឹងទៅអញ្ចឹងដើម្បីឲ្យយើងទាំងអស់គ្នាពេលដែលយើងនាំនៅសារដំណឹងល្អរបស់ព្រះទៅកាន់អតីនៅជុំវិញមិនថានៅតាមខេត្តឬសហគមន៍របស់យើងទេដើម្បីឲ្យអាចគេទុកចិត្តទៅលើអ្វីដែលយើងចែកចាយអាចទុកចិត្តទៅលើអ្វីដែលយើងពំនាំទៅកាន់គេគឺអ្វីដែលយើងអាចធ្វើបានគឺមានតែបង្ហាញអំពីចរិតលក្ខណៈរបស់ព្រះក្នុងដែលព្រះបានមានមកកាន់ឲ្យយើងបង្ហាញទៅកាន់មនុស្សនៅទីនោះផងដែរអញ្ចឹងសេចក្តីពិតសេចក្តីស្រឡាញ់សម្រស់ស្មោះត្រង់គឺយើងត្រូវការផ្ដល់ទៅកាន់ពួកគាត់ទាំងអស់គ្នាហើយជាពិសេសនោះគឺក្តីស្រឡាញ់ហើយនឹងការភាពខ្វល់ខ្វាយអញ្ចឹងយើងឃើញថាពេលខ្លះពេលដែលយើងធ្វើការញោមរើព្រះយើងក្នុងចិត្តយើងចង់ថាធ្វើម៉េចគឺខ្ញុំមួយថ្ងៃឬក៏សប្តាហ៍ក្រោយខ្ញុំចង់ឲ្យម្នាក់នៅក្នុងភូមិខ្ញុំជឿលើព្រះក៏ប៉ុន្តែយើងអត់គិតចឹងទេយើងអាចមានអំណាចក្នុងការកែប្រែចិត្តមនុស្សហើយដើម្បីឲ្យមនុស្សមកជឿព្រះលឿនទេអ្វីដែលយើងអាចធ្វើបានគឺមានតែយើងផ្សាយដំណឹងល្អបង្រៀនគេហើយទូមានដល់គេឲ្យគេស្គាល់នៅក្តីពិតចំណែកឯការកែប្រែចិត្តឲ្យព្រះជាអ្នកចាត់ចែងចោះអញ្ចឹងរឿងហ្នឹងគឺអ្វីដែលយើងអាចធ្វើបានយើងមានតែប៉ុណ្្នឹងលើកទឹកចិត្តគ្នាហើយនឹងផ្សព្វផ្សាយនឹងល្អទៅកាន់អតីតនោះផងដែរក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅពេលដែលគេរាប់ថាយើងបោកគេនៅពេលដែលយើងនាំដំណឹងល្អទៅកាន់អ្នកដទៃគឺតើយើងត្រូវធ្វើយ៉ាងណាដើម្បីបង្ហាញអំពីភាពពិតរបស់យើងនៅពេលដែលយើងបម្រើការនៅក្នុងបេសកកម្មនេះគឺយើងទាំងអស់គ្នាអាចបង្ហាញតាមរយៈអត្តចរិតរបស់យើងដូចជាបានលើកពីថ្ងៃដំបូងចឹងហើយក៏យើងត្រូវតែមានគ្រឹះគល់នៃសេចក្តីស្រឡាញ់នៅក្នុងចិត្តរបស់យើងផងដែរមនុស្សលោកនឹងប្រែប្រួលនៅពេលដែលគេឃើញថាសេចក្តីស្រឡាញ់របស់យើងចំពោះគេគឺគ្មានលក្ខខណ្ឌនៅពេលដែលគេឃើញអំពីគោលបំណងរបស់យើងថាគោលបំណងរបស់យើងគឺមិនមែនមានផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយឡើយការងាររបស់ព្រះវិហារគឺជាការជួយដល់អ្នកដទៃដូចយើងបាននិយាយគ្នាខាងលើដោយសារយើងនិយាយថានៅពេលដែលយើងទាំងអស់គ្នាទៅផ្សាយដំណឹងល្អប្រហែលជាមានអ្នកខ្លះអ្នកដទៃខ្លះគេអាចនឹងគិតថាយើងមានគំនិតបោកប្រាស់ហើយវាអាចនឹងឈានទៅដូចមានន័យថាយើងខំធ្វើល្អប្រាប់គេហើយប៉ុន្តែបែរជាគេគិតថាយើងបោកគេអញ្ចឹងអានឹងវាធ្វើអារម្មណ៍យើងនឹងវាអត់ស្រួលអារម្មណ៍យើងនឹងពិបាកចិត្តអន់ចិត្តមែនតើប៉ុន្តែចុះបើសិនជាយើងទាំងអស់គ្នាមានបញ្ហានឹងក្នុងព្រះវិហារដូចគ្នាឧទាហរណ៍ថារវាងក្រុមជំនុំនិងក្រុមជំនុំយើងខំធ្វើល្អដាក់ក្រុមជំនុំយើងចង់ប្រាប់គេថាបងឯងធ្វើនឹងអត់សមរម្យជាមួយនឹងព្រះវិហារបងសមអត់ធ្វើអញ្ចឹងអត់សមរម្យជាមួយនឹងក្រុមជំនុំយើងទេបែរជាគេគិតតាំងមកខឹងយើងអញ្ចឹងណាយើងខំតែខ្សឹបប្រាប់គេហើយហ្នឹងអញ្ចឹងទៅតើយើងគួរតែដោះស្រាយបញ្ហានឹងបែបណាឬក៏នៅពេលណាម្នាក់គាត់ធ្វើខុសចំពោះបងប្អូនក្រុមជំនុំឬក៏គាត់ធ្វើខុសចំពោះព្រះវិហារចំពោះព្រះអីចឹងទៅអញ្ចឹងតើយើងគួរតែកាត់ទោសគាត់ភ្លាមឬក៏យើងគួរតែបញ្ឈប់គាត់ឲ្យគាត់មកព្រះវិហារឬក៏យើងគួរតែធ្វើបែបណាអញ្ចឹងខ្ញុំស្ដាប់តែឮពាក្យមួយថាបើសិនជាមានអ្វីមួយប្រឡាក់បើសិនជាផកប្រឡាក់អញ្ចឹងកុំយកទឹកនោមគោឬក៏យកទឹកអីមកជូតបាទត្រូវយកទឹកជាមកជូតបើយើងចូលទឹកនោមវាកាន់តែស្អុយឆ្អែតឆ្អាតហ្នឹងទៅអញ្ចឹងនៅពេលដែលនរណាម្នាក់គាត់ធ្វើខុសចំពោះព្រះឬក៏ចំពោះបងប្អូនអញ្ចឹងសូមឲ្យក្រុមជំនុំទាំងអស់ជួយយកទឹកទៅលាងជួយយកកណាត់ដ៏ស្អាតទៅលាងជួយយកtissue ឬក៏អ្វីមួយដែលស្អាតយកទៅលាងកុំឲ្យគាត់មានអារម្មណ៍ថាពេលដែលគាត់ធ្វើខុសនេះបន្តិចបន្តួចយើងទាំងអស់គ្នាចាប់ផ្ដើមចាប់មកគាត់បំបាក់ទឹកចិត្តគាត់ថាឲ្យគាត់ស្ដីឲ្យគាត់ខ្លាំងអីចឹងទៅអានឹងគឺជារឿងមួយដែលការដែលយើងអស់គ្នាជួយគ្នាដើម្បីរក្សានៅក្រុមជំនុំឲ្យបានយូរអង្វែងអញ្ចឹងដូចក្នុងព្រះគម្ពីរកូរិនថូសទី2ចំពុក2ខ7ខ8នេះគឺយើងឃើញថានៅក្នុងខព្រះគម្ពីរនេះគឺលោកពលគាត់បានលើករឿងនឹងឡើងមកដែរគាត់ថានៅពេលណាដែលយើងធ្វើអ្វីមួយឬក៏យើងទាំងគ្នាមានក្រុមជំនុំណាធ្វើឲ្យខុសសូមឲ្យយើងចេះលើកទឹកចិត្តគ្នាផ្ដល់ក្តីស្រឡាញ់គ្នានិងកំសាន្តចិត្តឲ្យគ្នាកែតម្រង់គ្នាទៅវិញទៅមកនេះគឺជាអ្វីដែលព្រះទ្រង់ចង់បានសាកសម័យមើលថាអ្នកកំពុងតែដើរនៅក្នុងសួនមេអំបៅ butterfly ហើយអ្នកឃើញមេអំបៅស្អាតភ្លេចជាច្រើនដែលកំពុងតែហើរកាត់តើមេអំបៅនោះធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយទេអ្នកក៏ឃើញផ្កាហើយហិតក្លិនផ្កានោះហើយក្អូបផ្សាយភាយចូលទៅក្នុងចិត្តរបស់អ្នកនេះហើយគឺជាអារម្មណ៍នៃជ័យជំនះនៅក្នុងព្រះគ្រីស្ទនេះហើយគឺជាគោលបំណងដែលព្រះទ្រង់ចង់ផ្ដល់ឲ្យអ្នកដែរឲ្យអ្នក
คล้ายที่เชียไม่อำบายเอาเนี่ยคล้ายที่เชียโดยจิบกาได้ซอกไซในคลันระบอกแปรตะกันลกไก่ลูกโปลกดบานสำได้ในขนมเปรกัมปีกรณโทที่ปีจุปุกปีข้อดับบนถาแต่อ้อเปรกุลดอกเปรอ่องได้ตรงเจตนอมยังขยมไอเมียนใจจำเนี่ยขนมเปรกรีหายกบทรายคลันปีดำนาได้ยังขยมสกอเปรไอบานซอกไซตู้เตยกรบก่อนไหลพองดิฉันในปีได้ยังรู้หนึ่งหายอันวัดอมปีในขนมชีวิตระบายยังในสิ่งได้สลายระบเปรนู่ชีวิตระบายยังในบานปปิงแต่ตายก็บ่มนอกในเปรตรงจอมปะอะไรยังคือจุการใจปีสิ่งได้สลายระบตรงตึกกันโลกเกตเต็มหมดในประเทศไทยยังบรรจุจมูกหนึ่งปัญหาลำบากจิตรานการชื่อจับจิตรานหายสรุปหมายก็ร่วมตุกจิตรานผ่องได้ก็วันแต่ขยมรู้ในสรุปหมายเจียง30 ชนมาหายขยมเคยทามนุษย์ประชาชนสรุปหมายคือเชื่อประชาชนได้มีสิ่งได้สลายได้เจ้ทอเมตตาได้เจ้อนัตอโศช่วยดอนเนตต่อไตจรานมันพอดขนมมนุษย์แต่ขยมบรรจุยังเคยทาการชี้จับตุกลมบ้าเวียยังเหมือนไอกิจพอดปานหลายก็บันแต่การชี้จับให้ตุกลมบ้าแต่นี้คือบ่งเรียนยังเอายังเจ้เคยยอมปีการชี้จับระบอบเนี่ยต่อไตเอายังเจ้ช่วยอนัตอโศดอนเนตได้กระปงแต่ชี้จับโดยยังผ่องได้หายตำรวจระบบสักไม่คือจะตำรวจแบบนี้เองคือจะการจะช่วยโยอาสาขณีโดยบองมันเลยกลางเรืองจังท่ามนุษย์เนี่ยเกิดยันพอเตตุกหลุมบะตุกเวทเนียน้องจังสมัยตะลุกโปลกดจีเนี่ยทัวการเงินบำราเปรย์ในสมัยนู้เขากดจุกตุกเวทเนียได้เมียนเกเบียดเบียนเกทัวบาปเกไวเกสดอกด่าให้เจ็บเส้นแต่ตรงถึงหอบอาหารคือกดไปคลากดอัดเมียนหอบอาเขาไปคลากดก็อัดเมียนตึกเพะไปคลากดก็ชื่อกลุ่มเรื่องเงี้ยกดจูบตึกอัดอีกเนี่ยก็บรรดาลูกโปลบันโยบัดไปสอดตึกอันนู้ดำไปถ้วยจัดการเลือกตึกจัดดอลมนุษย์ในครองโกรินตีกรองโกรินโทนบังได้ให้จำนายยิงโรคเนี่ยดิคเนี่ยในเปได้ยิงต่อเนี่ยครองกรมจุนนมก็ได้หรือก็จมูกหนึ่งเนี่ยเส้นจากเกมเป็นต้นจูเปรย์ก็ได้ส่งมือยิงต่อเนี่ยบางห้างนี่คือได้สลายบางห้างเนี่ยพิบข้อควายบางห้างเนี่ยบางปีได้กำสันจัดแต่การมนุษย์ในจงเป็นครูยิงต่อเนี่ยบังได้ตัวเปรย์ตรงบันทัวการเงียจงมองเป็นไอ้นี่คือบางหายยืงบางเรียนยืงเอายืงต่อเนี่ยเคยให้โยกมรูตามมาไว้เดเปรตรงบันทัวบังได้จริงๆในครั้งสัปดาห์นี้ในเปรเดปุ่มอันเนี่ยเติมเปรย์วิเฮียส่งมายืงต่อเนี่ยบันเติมโดยสกได้สลายจึงตึกมุกนยมสระสายดำใบบางหายยังได้สลายตัวบักเปรแต่การเนี่ยเราเติมบังได้จริงๆบัดสันเชียในครั้งนี้ไม่เรียนต่อยืงบันจัดดอดในจัดบักปุ่มแมวอันเนี่ยส่งปุ่มอันเนี่ยอาจคำมันถาอาเมนให้ส่งจัดไว้ในทางที่มันไปยังต่อเนี่ยอรุณดาปริบัติหนึ่งบริเวณบริษัทรองประจักษ์ของนกตันสู้ดกุมพลเพราะงั้นการสมเอาคนตรงสับเปลือกแห่นี้ในตรงวันเป็นจะเปรี้ยวเรียตัวบงกลมปลุกเนี่ยดำไปตัวบงกลมปลุกเนี่ยบรรลุที่นี่ดำไปหนึ่งศึกษาในประเด็นตัวบัพเรียบของได้การสมาธิทานสมัยตรงจุดประดานในกระไดสลังไอตรงจุดประดานในจัดดอกโกนดำไปคนอัคนีบันเมียนจัดเมียนกระไดเมตตาเมียนกระไดสลังไฮหนึ่งเจจุยไฮหนึ่งเจคำสั่งจัดในตัวของได้การสมาธิทานในครองจักรปรีสุกรีอาเมนจากชุมชนถึงปีนี้สมกรบจุ่มจุบเลี้ยสมจุบเนียนในวิดีโอกระเทีย